họ tham bị bốn con mẹ rắm tê sao tập thuyền miêu con ông smooth kháng bể hay bong ôn khắc cứ smooth cho tập bén đèn smooth lọ hột đó tha là chia sẻ đôi bọt bị sao chia sẻ còn tha pe để con nơi mùi khổ xa đôi dột đánh độc năng tù bằng chẳng hay dương đạp mơ tư dung chư chuyển đua bàn tay pe để dương tư phần mình chẳng mền nơi như tham mơ pe để con nơi chỉ mùi khổ xa tầm bố nâng pe là riệp để chắp đá ấm nâng cứ con miên trầm nòng tê còn tay nơi pe để bàn pe đá tí hết ra tư chỉ smooth hay ở trầm nòng nơi pe nơi chỉ mùi khổ xa mình nâng thang không bị អាហ្នឹងសំណួរនេះសំខាន់ស្បတ်តាវាយើងជ្រៅបន្តិចប៉ុន្តែវាជាតថភាពពិតដែលបងប្អូនស្ត្រីយើងជួបជាពិសេសពេលជួបផ្ទាល់ចាហើយនឹងគាត់មកទាំងពីរនាក់ដូចយើងថ្ងៃដែលយើងទៅ event ឬក៏ផ្សេងចាគឺជួបតែកន្លងមកគឺគាត់អត់ដែរជួបខ្ញុំអញ្ចឹងគួរការប្រឹក្សាតាមរយៈទូរស័ព្ទមិនដូចប្តីប្រពន្ធកាន់ដៃគ្នាមកប្រាប់យើងដែរចាព្រោះអារម្មណ៍មនុស្សទទួលបានផ្សេងគ្នាដូចថាឥឡូវទំនាក់ទំនងប្តីប្រពន្ធអញ្ចឹងប្រពន្ធគាត់អាចប្រាប់យើងបែបហ្នឹងថាគាត់មានអារម្មណ៍ទេស្រាប់តែពេលគាត់នៅមួយគ្រួសារទៅឈឺចាប់តែប្តីអត់ដឹងទេណា ប្តីអាចនឹងមិនដឹងរឿងហ្នឹងទេព្រោះប្តីអាចនឹងមានអារម្មណ៍ល្អរហូតដល់គោលដៅជោគជ័យរបស់គាត់ទៅតែប្រពន្ធគាត់អាចមានអារម្មណ៍ផ្សេងកត្តាហ្នឹងសួរថាកើតឡើងដោយសារអីកត្តាហ្នឹងកើតឡើងច្រើនទី1ពីដើមមកចាប់ផ្ដើមមុនដំបូងគាត់ពេញចិត្តគាត់សប្បាយចិត្តគាត់មានអារម្មណ៍ឯងដល់តែពេលដែលធ្វើឲ្យគាត់បាត់បង់អារម្មណ៍ហើយទៅជាឈឺចាប់ចាទី1តកតងមួយអាសកម្មភាពប្តីប្រពន្ធបានន័យថាសិល្បៈយើងនិយាយចេះសិល្បៈរបស់ប្តីប្រពន្ធរបស់គាត់ហ្នឹងវាមានភាពខ្វះចន្លោះចាហើយស្ត្រីងាយបាត់បង់អារម្មណ៍មែនទែនហ្មងជាពិសេសពេលប្តីអាចថាពេលខ្លះប្តីគាត់អាចទៅជាមានទម្រង់បែបម៉េចឬក៏សិល្បៈបែបម៉េចដែលវាប្រឆាំងពីអារម្មណ៍របស់ភរិយាឬក៏ភរិយាគាត់អត់ចង់បែបហ្នឹងឬក៏អត់ចង់ឲ្យស្វាមីគាត់ហ្នឹងឬក៏ដៃគូគាត់ហ្នឹងប្រព្រឹត្តបែបហ្នឹងមកលើគាត់ចោះចាតែគាត់អត់បានប្រាប់ទេតែស្វាមីគាត់អត់ដឹងឬក៏ភាសាពាក្យពេចន៍ចាដែលគាត់និយាយទៅវាប៉ះទង្គិចទៅលើអារម្មណ៍ដូចថាតាក់ទងជាមួយកត្តានេះខ្ញុំលើកជាក់ស្ដែងតាក់ទងមួយកត្តាក្លិនដូចជាគាត់ complain ថាអូដូចជាមិនមានក្លិនក្អូបក្លិនអីចឹងណាឬក៏គាត់អាចនិយាយថាអូគេទៅខាងក្រៅស្ត្រីគេភាគច្រើនគេមានដូចថាអារូបរាងឧទាហរណ៍ថាដើមទ្រូងគេអញ្ចឹងចុះវាដូចថាជាការប្រៀបធៀបមួយដែលធ្វើឲ្យស្ត្រីខ្លួនឯងគាត់ចាប់ផ្ដើមមានអារម្មណ៍ថាគាត់ដូចជា ខំប៉ុន្តែគាត់អត់អាចបញ្ចេញអារម្មណ៍នឹងបានទេអញ្ចឹងវាបាត់បង់អាសេចក្តីសុខគាត់ភ្លាមតែម្ដងអារម្មណ៍គាត់នឹងភ្លាមតែម្ដងហើយកត្តាហ្នឹងគឺយើងជួបច្រើនដែលបុរសគាត់យល់ច្រឡំក៏ប៉ុន្តែគាត់ចង់ប្រាប់ទៅកាន់គ្រួសាររបស់គាត់ថាចង់ឲ្យគាត់ផ្លាស់ប្ដូរពីសម្លៀកបំពាក់ឬក៏សិល្បៈនៅក្នុងការធ្វើឲ្យទំនាក់ទំនងប្តីប្រពន្ធហ្នឹងកាន់តែរស់រវើកណាតែគាត់អត់ដឹងពីវិធីប្រាប់តែក៏មិនមែនប្រាប់នៅក្នុងឡុងពេលដែលគាត់កំពុងតែរួមរស់នឹងគ្នាហើយទេអត់ប្រាប់ពេលហ្នឹងបានទេព្រោះអីវាធ្វើឲ្យ ដាច់អារម្មណ៍ដែលយើងកំពុងតែប្រព្រឹត្តហ្នឹងណាចាឬក៏សិល្បៈដែលយើងកំពុងតែនេះហ្នឹងអញ្ចឹងអាហ្នឹងកត្តាទី1កត្តាទី2វាអាចតាក់ទងជាមួយនឹងបញ្ហានៅមាត់ស្បូនទ្វារមាសរបស់គាត់ឧទាហរណ៍ថាពីមុនគាត់មានអារម្មណ៍ទេស្រាប់តែទ្វារមាសគាត់ហ្នឹងស្ងួតខ្លាំងពេកហើយបងប្អូនខ្លះគឺស្ងួតយកតែមែនតែស្ងួតរហូតដល់ថាឡាជាស្រ័យដោយបទពិសោធន៍ជាក់ស្ដែងគាត់ថាពេលដែលគាត់នៅមួយគ្រួសារដូចយកដៃដុសឆ្នាំងទៅប៉ះអញ្ចឹងហើយយើងស្ដាប់មើលទៅយើងឈឺជំនួសប៉ុន្តែពេលដែលយើងទៅពិនិត្យនេះអញ្ចឹងមែននៅជាងទ្វារមាសគាត់គឺដាច់ទាំងអស់បានន័យថាដាច់បដ ாய் ដូចយើងយកអីទៅឆូតអញ្ចឹងអញ្ចឹងគ្រាន់តែទៅគឺវាឈឺណាស់ទៅហើយគាត់អត់មានអារម្មណ៍ទេពីមុនគាត់មានអារម្មណ៍ដោយសារគាត់ស្រឡាញ់ស្វាមីគាត់អីគាត់អញ្ចឹងតែដល់ពេលវាឈឺហើយវាបាត់បង់អារម្មណ៍នឹងពាក់កណ្ដាលទីហើយអញ្ចឹងទី1កត្តាទ្វារមាសគាត់វាអត់ support វាអត់យឺតចាវាអត់យឺតវាអត់មានទឹករំអិលវាអត់មានសំណើមទី2គឺគាត់មានការបង្ករោគណាមួយនៅទ្វារមាសរបស់គាត់ដូចជារលាកទ្វារមាសរលាកមាត់ស្បូនឬក៏មានមេរោគដែលធ្វើឲ្យមានក្លិនមិនល្អពេលដែលគាត់នៅជាមួយគ្រួសាររបស់គាត់ទៅវាចាប់ផ្ដើមមានអាក្លិនមិនល្អហ្នឹងអញ្ចឹងវាធ្វើគាត់បាត់បង់អាទំនុកចិត្តនិងអារម្មណ៍របស់គាត់ខ្លួនឯងទាំងស្ត្រីពេលខ្លះបុរសក៏ឈានទៅដល់ការបាត់បង់អារម្មណ៍ដែលវាអត់ទៅជាភាពសុវ័យរីករាយនៅពាក់កណ្ដាលទីនឹងដែរចា